ពីដើមឡើយហ្នឹងគឺគេបញ្ចុះនៅព្រះសរីរកធាតុរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចំនួន2នាលញាតិញោមបើនៅកន្លែងហ្នឹងណាក៏ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលឥណ្ឌាហ្នឹងក៏បានគោះព្រះសរីរកធាតុទាំង2នាលហ្នឹងយកទៅដាក់តម្កល់នៅទីក្រុងញូដេលីនោះនៅសារមន្ទីរជាតិរបស់គេនោះបើមានរូបឆោមឡោមស្អាតណានាងអម្ពបាលីហ្នឹងប៉ុន្តែក្រោយមកទោះបីនាងជាស្រីលក់ខ្លួនជាស្រីបេស្យាចារក៏ដោយក៏ប៉ុន្តែក្រោយមកនាងបានស្ដាប់ធម៌របស់ព្រះដ៏មានពភៈហ្នឹងយល់ជ្រួលជ្រាបនៅក្នុងអរិយសច្ចធម៌ហ្នឹងនាងក៏បានយកលុយកាក់ដែលនាងលក់ខ្លួនលក់ប្រាណហ្នឹងទិញណាញាតិញោមទិញបានតែព្រៃស្វាយនេះទិញបានដីកន្លែងហ្នឹងទៅនាងហ្នឹងក៏បានថ្វាយព្រៃអម្ពវ័នព្រៃស្វាយហ្នឹងប្រគេនចំពោះព្រះសម្មាសម្ពុទ្ធដើម្បីធ្វើវត្តហ្នឹងហើយដើម្បីធ្វើជាវត្តបើញោមញាតិទីចិត្តទីឆ្ងាយទាំងអស់គ្នាបើឥឡូវនេះគណៈធម្មយាត្រាការឈុកសរបស់យើងបាននិមន្តយើងជើញមកដល់វត្តអម្ពវ័នបើណាវត្តអម្ពវ័នប្រែជាខ្មែរថាវត្តព្រៃស្វាយអម្ពហ្នឹងប្រែថាស្វាយបើវ័នហ្នឹងប្រែថាព្រៃអញ្ចឹងវត្តព្រៃស្វាយបើហើយវត្តអម្ពវ័ននេះគឺជាសទ្ធាជ្រះថ្លារបស់នាងអម្ពបាលីបើនាងអម្ពបាលីហ្នឹងសមាទោសញាតិញោមណាថ្មនិយាយក្នុងគម្ពីរនាងអម្ពបាលីហ្នឹងគឺជាគេហៅថាស្ត្រីលក់ខ្លួនណាបើស្ត្រីលក់ខ្លួនស្ត្រីបេស្យាចារអីចឹងទៅណាបើហ្នឹងហើយអញ្ចឹងរាល់បរោះណាចង់បានរូបរបស់នាងហ្នឹងគឺមួយយប់ស្មើនឹង1000កហបណៈញាតិញោមណាអញ្ចឹង1000កហបណៈហ្នឹងវាស្មើនឹងមាស60ជីមាស60តលឹងបើហ្នឹងហើយណា1000កហបណៈហ្នឹងស្មើនឹងមាស60តលឹងញាតិញោមបើអញ្ចឹងនាងនឹងមានរូបឆោមឡោមស្អាតណានាងអម្ពបាលីហ្នឹងប៉ុន្តែក្រោយមកទោះបីនាងជាស្រីលក់ខ្លួនជាស្រីបេស្យាចារក៏ដោយក៏ប៉ុន្តែក្រោយមកនាងបានស្ដាប់ធម៌របស់ព្រះដ៏មានពភៈហ្នឹងយល់ជ្រួលជ្រាបនៅក្នុងអរិយសច្ចធម៌ហ្នឹងនាងក៏បានយកលុយកាក់ដែលនាងលក់ខ្លួនលក់ប្រាណហ្នឹងទិញណាញាតិញោមទិញបានដីស្វាយនេះគេហៅថាព្រៃស្វាយនេះទិញបានដីកន្លែងហ្នឹងទៅនាងហ្នឹងក៏បានថ្វាយព្រៃអម្ពបាលីហ្នឹងគេហៅថាសំទោសណាព្រៃអម្ពវ័នព្រៃស្វាយហ្នឹងប្រគេនចំពោះព្រះសម្មាសម្ពុទ្ធដើម្បីធ្វើវត្តហ្នឹងហើយដើម្បីធ្វើជាវត្តនៅព្រៃអម្ពវ័នហ្នឹងណាបើហ្នឹងហើយហើយនៅកន្លែងនេះដែលអាត្មាកំពុងថតនេះគឺពីដើមឡើយហ្នឹងគឺគេបញ្ចុះនៅព្រះសរីរកធាតុរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចំនួន2នាលញាតិញោមបើនៅកន្លែងហ្នឹងណានឹងជាកន្លែងដែលគេបញ្ចុះនៅព្រះសរីរកធាតុរបស់ព្រះសម្មាសម្ពុទ្ធ2នាលក៏ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលឥណ្ឌាហ្នឹងក៏បានគោះព្រះសរីរកធាតុទាំង2នាលហ្នឹងយកទៅដាក់តម្កល់នៅទីក្រុងញូដេលីនោះនៅសារមន្ទីរជាតិរបស់គេនោះបើអញ្ចឹងសូមសរបញ្ជាក់ឲ្យឃើញថាបច្ចុប្បន្ននេះនៅទីនេះព្រះសរីរកធាតុគោះឲ្យបើគោះទៅតម្កល់នៅទីក្រុងញូដេលីនៅសារមន្ទីរជាតិហើយប៉ុណ្ណាបើក៏ប៉ុន្តែដើមឡើយគឺជាកន្លែងបញ្ចុះនៅព្រះសរីរកធាតុចំនួន2នាលនៅវត្តណាអម្ពវ័នដែលជាវត្តរបស់នាងអម្ពបាលីស្ត្រីមានរូបស្អាតហើយលក់ណាសម្រស់លក់ខ្លួនប្រាណដើម្បីបានលុយបានកាក់ហ្នឹងណាយកមកប្រកបមុខរបរក៏ដូចជាចិញ្ចឹមជីវិតហើយក៏បានទិញដីស្រែចម្ការអីច្រើនហើយរហូតដល់សំបីតែចំណាយដីព្រៃអម្ពវ័នហ្នឹងក៏ជាបានលុយបានកាក់មកពីការរកស៊ីក្នុងផ្លូវគេហៅថាបេស្យាចាររបស់នាងនឹងដែរក៏ប៉ុន្តែក្រោយមកនាងនឹងមានសេចក្តីជ្រះថ្លាបើសេចក្តីជ្រះថ្លាចំពោះគុណនៃព្រះរតនត្រ័យនឹងក៏បានប្រគេនថ្វាយណាព្រៃស្វាយរបស់នាងនឹងចំពោះព្រះសម្មាសម្ពុទ្ធដើម្បីធ្វើជាវត្តនិងបូជាចំពោះព្រះពុទ្ធសាសនាញាតិញោមណាបើឥឡូវនេះក្រុមធម្មយាត្រារបស់យើងបានណានិមន្តយើងជើញមកដល់ហើយញាតិញោមបើនេះខាងក្រោយអាត្មានេះបើនេះខាងក្រោយអាត្មាហ្នឹងគឺជាកន្លែងតម្កល់នៅព្រះធាតុ2នាលបើប៉ុន្តែឥឡូវនេះគេបានគោះរាជរដ្ឋាភិបាលឥណ្ឌាហ្នឹងបានគោះយកទៅដាក់នៅទីក្រុងញូដេលីសារមន្ទីរជាតិហើយបើណានឹងជាទីរីករាយជាទីជ្រះថ្លាណាស់ញាតិញោមយើងមកដល់ដែនដីពុទ្ធភូមិដែនដីស្រុកព្រះញាតិញោមណាបើសិតតែជាកន្លែងទឹកដីនៃព្រះអរហន្តសិតតែជាកន្លែងទឹកដីដែលយើងគូគោរពបូជាចំពោះគុណនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ញាតិញោមណាបើណាញាតិញោមមើលសំបីតែយើងមិនបានកើតទាន់នៅក្នុងសម័យនោះក៏ពិតមែនក៏ប៉ុន្តែយើងបានមកឃើញបានមកមើលអញ្ចឹងយើងក៏កើតនៅបៃតេប្រមោជារីករាយជ្រះថ្លាយ៉ាងក្រៃលែងបើចំពោះគុណនៃព្រះសម្មាសម្ពុទ្ធណាញាតិញោមណាបើអញ្ចឹងសូមញាតិញោមបានដឹងបានជ្រាបថាបញ្ជាក់ម្ដងទៀតកន្លែងនេះគឺជាវត្ត
អាំបវ័នណាដែលជាសទ្ធាជ្រះថ្លារបស់នាងអំពៈបាលីស្រីដែលមានរូបស្អាតរស់ស៊ីខាងផ្លូវភេទលក់ខ្លួនប្រានអីហ្នឹងហើយបានសល់លុយសល់កាក់ទិញបានព្រៃស្វាយដីស្រែចម្ការរបស់នាងហ្នឹងហើយក៏យល់ច្បាស់ជ្រួតជ្រាបនៅក្នុងធម៌ព្រះអង្គហ្នឹងទៅក៏បានប្រគេនព្រៃស្វាយនឹងចំពោះព្រះសម្មាសម្ពុទ្ធធ្វើជាវត្តដើម្បីណាបំរើក៏ដូចជាដើម្បីថ្វាយចំពោះណាព្រះពុទ្ធសាសនាញាតិញោមណាបើណានឹងមានប៉ុណ្ណឹងឯងញាតិញោមណានឹងកន្លែងតម្កល់ប្រធានពីនាលក៏ដូចជាវត្តណាអំពវ័នដែលជាសទ្ធាជ្រះថ្លារបស់នាងអំពៈបាលីនឹងប៉ុណ្ណាបើណានឹងមានប៉ុណ្ណឹងញាតិញោមណាជាចុងក្រោយក៏សូមតាប្រគេនបុណ្យប្រគេនកសលចំពោះសម្ដេចព្រះសង្ឃរាជគ្រប់ព្រះអង្គនឹងជូនបុណ្យជូនកសលដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើងណាជូនបុណ្យជូនកសលដល់ញោមម៉ែញោមពុកខ្ញុំកណាជូនបុណ្យជូនកសលសម្ដេចទ្រង់ឯកឧត្តមលោកជំទាវញាតិញោមអ្នកទស្សនាមើលទាំងក្នុងក្រៅប្រទេសទាំងអស់គ្នាប៉ុណ្ណាញាតិញោមទោះបីមិនបានមកញាតិញោមបានឃើញបានទស្សនាវីដេអូនេះញាតិញោមរីករាយជ្រះថ្លាក៏ដូចជាអនុមោទនានៅបុណ្យដែលទូលគុំខ្ញុំកណាអាត្មាចែកជូនញាតិញោមអាចរីករាយទទួលយកនៅបុណ្យកសលនោះបានស្មើនឹងខ្ញុំបកណាទូលគុំផងប៉ុណ្ណាសូមអនុមោទនាអនុមោទនាបុណ្យប៉ុណ្ណាអនុមោទនា